បាទនេះជាសកម្មភាពបងប្អូនយើងសាមគ្គីគ្នាធ្វើជាស្ពានឆ្លងអូនៅខាងភូមិកាជីបាទភូមិកាជីឃុំថ្មីត្រុកចិត្តបរិយាខេត្តកាចាស់បាទចឹងបើថាយើងរួមគ្នាទៅវាបានផលប្រយោជន៍ចង់គ្នាបងប្អូនបាទនេះខាងនៅភូមិកាជីហ្នឹងគឺនៅឆ្ងាយដាច់ស្រយាលបាទពីទីប្រជុំជនបាទយើងថានៅហ្នឹងទឹកដីរលរីប៉ុន្តែប្រជាជនយើងចេះតែនៅរស់នៅហ្នឹងបងប្អូនបាទអញ្ចឹងហើយបងប្អូនយើងទស្សនាមើលពីទស្សនវិជ្ជាបងប្អូនយើងស្រស់ដោយគ្នាបាទមានទន្លេថងមានអីលើកឈរទៅសសស្ពាននេះបាទដើម្បីនៅវាឈរទៅអាចចាក់សាបទៅវារឹងមាំមើលទៅខ្ញុំឃើញថាសសនេះវាធំដែរតធំមិនមាំបងប្អូនហ្នឹងគេប្រើនោះហើយមកជួរវា4សសយើងគេប្រើតែពីជួរទេមិនដឹងយើងមិនដឹងណាចង់មាំមានដាក់3ដាក់3កន្លែងសសទៅបានមាំមកទៅបាទនេះខ្លះលើកទាខ្លះនេះហើយបងប្អូនដាក់ព្រឹបលឿនដែរចិត្តហើយដល់ប្រហែលថ្ងៃមុនឃើញទឹករៀបចំតែឥឡូវបានបញ្ឈរសសបងប្អូនបាទសង្ឃឹមថាស្ពាននេះនឹងអាចហើយឆាប់ខាងមុខនេះបងប្អូនបាទហើយនឹងហើយឆាប់ខាងមុខនេះហើយក៏មធ្យោបាយធ្វើដំណើររបស់បងប្អូនយើងនៅភូមិក្នុងក៏វាស្រួលជាងមុនបងប្អូនបាទការធ្វើដំណើរទៅវិញទៅមកអត់ពិបាកឆ្លងទឹកអីទៀតនេះបខែផ្សារគឺពិបាកខ្ញុំមើលទៅណាអូជីវាធំអញ្ចឹងត្រូវការទឹកជន់ទឹកអីត្រូវការចាំទៀតទឹកស្រកឬក៏មានខ្លះទៅក៏ហែលទៅប៉ុន្តែទន្លេថងលើអីឆ្លងកាត់ទឹកជន់ទឹកអីបានទេនឹងទលេចអស់បងប្អូនបាទអញ្ចឹងបានថាបងប្អូនយើងបានរួមគ្នាមូលមតិបរិភិកគ្នាសាមគ្គីគ្នានេះបានថវិកាមួយចំនួនធំក៏រៀបចំកសាងស្ពាននេះធ្វើស្ពាននេះបាទដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នាក្នុងការធ្វើដំណើរអាស្រ័យផលផ្សេងបងប្អូនបាទអញ្ចឹងហើយបានថាយើងក៏ចេះសាមគ្គីគ្នារួមគ្នាទៅអាចរីកចម្រើនទៅមុខបាទវិធីផលប្រយោជន៍រួមនេះគឺមិនងាយនឹងបាត់បង់ងាយសាបសូន្យទេយើងធ្វើទៅវាបន្សល់ទុកជាគេថារបស់សាមគ្គីគ្នាធ្វើឡើងបានជាផ្លែផ្កាបាទឃើញឈរហើយវាយទៅអីហើយបាទអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការទស្សនាហើយនឹងមើលវីដេអូនេះបាទហើយក៏សូមចុច like share ម្នាក់មួយដើម្បីឲ្យបងប្អូនជិតឆ្ងាយបានឃើញបានថាជីវរដ្ឋយើងនៅក្នុងភូមិកាជីនេះពិតជាសាមគ្គីគ្នាមែនបាទបានធ្វើស្ពាននេះចិត្តហើយជាស្ថាពរហើយបាទបាន10-20% ជាងហើយយើងថាប៉ុណ្ណឹងនៅតែហើយបាទនៅនឹងសម្បូរឈើដែរយើងអាចកាត់នៅចិត្តហ្នឹងវាលឿនណាបងប្អូនបាទអរគុណបងប្អូនហើយសូមចុច like follow share ម្នាក់មួយផងបាទហើយខ្ញុំតើមាន follow ប្រហែលថែទៅបងប្អូនជួយ follow ម្នាក់មួយផងបងប្អូនបាទអរគុណច្រើនបងប្អូនទាំងគ្នា